បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងប្រាសាទបេងមាលាហើយថ្ងៃនេះខ្ញុំម្នាក់បងប្រុសគឺបានទៅញ៉ាំអាហារពេលព្រឹកគឺនៅស្ថានទូតកាហ្វេដែលគេមានលក់ទាំងកាហ្វេគេមានលក់ទាំងប្រភេទកាទៀវប្រភេទអីផ្សេងៗហើយចម្ងាយដែលយើងធ្វើដំណើរទៅគឺចេញពីសៀមរាបទៅគឺប្រហែលជា60គីឡូហើយនិយាយទៅជិះទៅតាមផ្លូវគឺសប្បាយខ្លាំងមែនទែនទាំងទេសភាពបរិយាកាសជុំវិញហ្នឹងគឺយើងមើលទៅគឺឈឺមែនទែនហើយមើលតែមុខបងប្រុសខ្ញុំទៅគឺស្វាយហើយពេលខ្លះទៅគឺវិញអែបវិញអាគូលកលសឹងហើយឥឡូវនេះយើងក៏បានមកដល់ប្រាសាទបេងមាលាហើយយើងក៏បានដើរទៅមើលពីសំណង់បាក់បែកដែលកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150ដើមសតវត្សទី12ហើយព្រះអង្គគឺជាព្រះមហាក្សត្រតែមួយដែលបានកសាងប្រាសាទអង្គរវត្តផងដែរដោយសារតែរចនាបថស្ថាបត្យកម្មនិងចម្លាក់នៃប្រាសាទទាំងពីរនេះគឺមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងទើបគេតែងតែចាត់ទុកប្រាសាទបេងមាលានេះគឺជាប្លង់គំរូមានន័យថាជាប្លង់សាកល្បងមុននឹងព្រះអង្គសាងសង់ប្រាសាទអង្គរវត្តហើយកាលមុនហ្នឹងគឺគេហៅបឹងមាលាអញ្ចឹងបឹងមាលាបើតាមដែលខ្ញុំដឹងអត្ថន័យពាក្យហ្នឹងគឺបឹងគឺគូទឹកវត្តជុំវិញប្រាសាទហើយមាលាគឺជាផ្កាហើយឥឡូវនេះបងប្រុសគាត់នាំទៅញ៉ាំបាយថ្ងៃត្រង់ដែលនៅរីសតជើងភ្នំកលែននិយាយទៅអរគុណបងដមនិងបងភិរមដែលគាត់ស្រឡាញ់និងចូលចិត្តហើយក៏អរគុណបងទាំងពីរធំផងដែរសម្រាប់ការភេញ៉ាំអីហើយការដើរលេងមួយថ្ងៃពេញនឹងផងដែរ